ចាប់តាមទិញម៉ាស៊ីនខ្នាតតូចនោះក្នុង$250ទេទិញគ្រប់ធនជាតិពីផ្សារមកធ្វើតេស្តមើលសិនដើម្បីយើងចង់រៀនសូត្រពីការផលិតរៀនលក់តាមហ្នឹងទៅហើយចិត្តទៅយកបបលទុនយកមកប្រើប្រាស់បរិបម្ដងតិចម្ដងទៅក្រៅពីអាជីវកម្មមួយនេះគ្រួសារខ្ញុំក៏មានអាជីវកម្មបន្តខ្លួនដែរគាត់លក់អីវ៉ាន់លក់កៅអៅលក់ស្បែកជើងលក់អីនៅផ្ទះហ្នឹងដែរហើយកន្លងមកក៏យើងធ្លាប់មានកម្ចីជាច្រើនដងដែរមិនមែនតែម្ដងទេវាអាច2ទៅ3ដងដែរបទពិសោធន៍គ្រួសារខ្ញុំផ្ទាល់គឺនៅពេលយើងធ្វើកម្ចីពីធនាគារយើងតែងតែថ្លឹងថ្លែងមើលពីប្រភពដែលយើងអាចទប់ឬក៏ទូទាត់បើសិនជាក្នុងករណីណាមួយវាអាចមានផលវិបាកកើតឡើងហើយទន្ទឹមនឹងដែរក៏យើងថ្លឹងថ្លែងមើលថាយើងបែងចែកនៅថវិការបស់យើងថាបើកម្ចីប៉ុណ្ណឹងយើងត្រូវបង់ប៉ុណ្ណាហើយក្នុងមួយខែឬក្នុងមួយថ្ងៃយើងត្រូវរក្សាទុកសន្សំប៉ុណ្ណាដើម្បីទប់នឹងការបង់ហ្នឹងនៅក្នុងករណីដែលមានហានិភ័យកើតឡើងហ្នឹងអ្វីដែលសំខាន់គឺយើងត្រូវមានវិជាស្នាមត្រឹមត្រូវដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនៅលំហូរសាច់ប្រាក់របស់យើងហ្នឹងពេលតែខ្ញុំកម្ចីហ្នឹងគឺខ្ញុំចាយតែស្នើសុំការបង់រំលោះគឺដើមខែថានៅពេលខ្ញុំទទួលបានប្រាក់ខែយកលុយនឹងអាចជួយទប់ក្នុងការបង់ទៅធនាគារបានខ្ញុំធ្លាប់ស្គាល់ CBC តាមរយៈធនាគារក៏តែងតែបញ្យល់ដែរមើលនៅថានៅពេលយើងអូខេក្នុងការទទួលឬក៏ត្រូវគ្នាហើយគាត់សុំឆែក CBC អញ្ចឹងទៅគាត់បញ្យល់ពីស្អីគេហៅថា CBC ប៉ុន្តែនៅតាមនោះនៅពេលដែលខ្ញុំបានរៀនពាក់បដិបដាតាមរយៈអង្គការ GIZ ផ្ដោតទៅលើហិរញ្ញវត្ថុដោតទៅលើការគ្រប់គ្រងលំហូរសាច់ប្រាក់អីហ្នឹងហើយនឹងការដោះស្រាយបំណុលដល់ហ្នឹងគឺក៏គាត់បាននិយាយអំពី CBC ដែរខ្ញុំថាវាសំខាន់ដោយសារអីយើងសហគ្រិនយើងចង់បានផលចំណេញដែរយើងបង្កើតអ្វីមួយដើម្បីដោះស្រាយនៅបញ្ហាសង្គមក៏យើងទន្ទឹមហ្នឹងក៏យើងត្រូវការចំណូលដើម្បីដោះស្រាយបញ្ហាសង្គមបានតទៅមុខទៀតដែរអញ្ចឹងវាសំខាន់ហើយតែបើយើងមានបញ្ហាប្រឈមដោយថាបើយើងហៅថាខូច credit ជាមួយនឹង CBC ក៏ធ្វើឲ្យយើងប្រឈមមុខនឹងការដែលថ្ងៃក្រោយត្រូវការទុនបង្វិលអីក៏យើងមិនអាចធ្វើបរិយាអាជីវកម្មរបស់យើងទៅមុខបានទៀតដែរអញ្ចឹងហើយក្តីសម័យរបស់យើងក៏អាចនឹងហៅថាកាត់ផ្ដាច់ឬក៏បោះបង់ចោលនៅពេលនោះតែម្ដង